សូមគោរពនិងជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ YouTube Channel របស់ខ្ញុំម្ដងទៀតក្នុងប្រធានបទពេលនេះខ្ញុំនឹងណែនាំអំពីជំហាននីមួយៗក្នុងការ add ខ្មែរ keyboard នៅលើ computer របស់យើងដែលប្រើ Windows OS ចឹងកុំឲ្យខ្ជះខ្ជាយពេលវេលាយូរអ្នកទាំងអស់គ្នាអាច add ខ្មែរ keyboard នឹងបានដោយសារតែវាគឺជា built-in feature ក៏ជាមុខងារមួយដែលមានស្រាប់នៅលើ Windows របស់យើងគ្រាន់តែ add ឬក៏ enable វានៅលើ setting ទៅគឺបានហើយដំបូងអ្នកទាំងអស់គ្នាអាចចុចមកនៅលើ Windows ប៊ូតុងនេះមកហើយយើងអាចវាយពាក្យថា setting ទៅហើយយើងចុចពី open មកយើងនឹងចូលទៅដល់ setting នៅក្នុង setting នេះគឺយើងនឹងឃើញចំណុចមួយគឺគេហៅថា time and language ជាងយើងចូលចុចលើនឹងមកបន្តមកទៀតយើងនឹងឃើញនៅកន្លែងនេះគេមានពាក្យថា language and region ជាងចុចលើនឹងមកអូខេដោយសារតែនៅកន្លែងរបស់ខ្ញុំបានធ្វើការ edit រួចរាល់ដូច្នេះខ្ញុំនឹងធ្វើការលុបចោលសិនអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចូលមកដល់កន្លែងហ្នឹងប្រកាសជាឃើញថាអត់មានភាសាខ្មែរទេដូច្នេះយើងអាចចុចទៅលើពាក្យថា add a language ហើយយើងវាយពាក្យថាខ្មែរមកហើយយើងសេចទៅលើខ្មែរ keyboard នេះបន្ទាប់មកចុចពាក្យថា next បន្ទាប់មកយើងចុចពាក្យថា install ដោយសារកន្លែងយើងវាធីខែស្រាប់ហើយយើងចុចថា install បានហើយអញ្ចឹងបានន័យថានៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការ add ខ្មែរ keyboard computer របស់អ្នកទាំងអស់គ្នាទៅការ connect ជាមួយនឹងinternet ឬក៏ Wi-Fi អីជាដើមដើម្បីឲ្យវាធ្វើការទាញយកpackage ឬក៏ខ្មែរ keyboard ហ្នឹងចេញពី internet មកបន្ទាប់មកទៀតដល់ពេលដែលយើងadd ខ្មែរ keyboard ហើយយើងអាចក្លែកមកមើលនៅកន្លែងខាងស្ដាំដៃខាងក្រោមនេះយើងឃើញថាយើងមានខ្មែរ keyboard layout វាចំនួន2តែយើងប្រើអត់បានទេដូចជាឧទាហរណ៍ខ្ញុំនឹងសរសេរជាឧទាហរណ៍នេះទៅគ្នាមើលនៅលើកម្មវិធី Word អាចបើកម្មវិធីណាក៏បានដែរឧទាហរណ៍ខ្ញុំឆ្លាស់មក keyboard ខ្មែរមកបាទអានេះ keyboard យើងគឺ keyboard ខ្មែរនេះឧទាហរណ៍ខ្ញុំសាកសរសេរកជើងម៉ូអញ្ចឹងវាយចេញទេវាចេញញោទៅវិញអញ្ចឹងដើម្បីឲ្យវាចេញយើងអាចត្រឡប់មកកាន់ setting របស់យើងឡើងវិញម្ដងទៀតហើយយើងចុចទៅលើខ្មែរនេះហើយយើងចុចពាក្យថា language option មកដើម្បីឆ្លាស់ដើម្បីយើងបន្ថែមខ្មែរ keyboard របស់យើងអញ្ចឹងនៅកន្លែងនេះគឺយើងចុចពាក្យថា add keyboard ហ្នឹងយើងយកពាក្យថាខ្មែរបើវងចកនេះ NIDA យើងយកពាក្យថាខ្មែរ NIDA ហ្នឹងមកហើយនេះគឺជា keyboard ចាស់ដែលវាមានតាំងពីដំបូងមកនៅពេលដែលយើង install ចេញរកបាន keyboard នេះចោលហើយយើងអាចត្រឡប់ទៅកម្មវិធី Word របស់យើងវិញមកយើងអាចវាយម្ដងទៀតមកក៏អូខេជាងទៅខ្មែរអូខេជាងតាខ្មែរ change ខ្មែរ font មួយសិនខ្ញុំអាចដូរបាទនេះបន្តមកខ្ញុំនឹងចាប់ផ្ដើមវាយដូរវាទៅជាស្រុកខ្មែរឬក៏យើងអាចចុច keyboard ក៏បាន Windows Space ហ្នឹងគឺយើងអាចដូរ key ឆ្លាស់ពីស្រុកខ្មែរទៅស្រុកអង់គ្លេសដូចគ្នាអញ្ចឹងឥឡូវនេះយើងមកវាយពាក្យកជើងមកមេខ្មែរមកបាទនេះយើងឃើញថា keyboard របស់យើងទៅបានដំឡើងរួចរាល់ហើយអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ